នៅពេលដែល AI ខ្លាយជាឃាតករដកហូតការងាររបស់មនុស្សតើអ្នកជឿទេថាថ្ងៃណាមួយតារាសម្ដែងដែលអ្នកចូលចិត្តអាចនឹងត្រូវបាត់បង់ការងារទាំងស្រុងដោយសារតែរូបភាពកុំព្យូទ័រនេះមិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតទេប៉ុន្តែគឺជាការពិតដ៏ឈឺចាប់ដែលកំពុងកើតឡើងនៅប្រទេសចិនថ្ងៃនេះយើងនឹងបកអាក្រាតអំពីផលប៉ះពាល់នៃ AI ដែលមិនត្រឹមតែជួយការងារប៉ុណ្ណោះទេប៉ុន្តែវាកំពុងតែស៊ីបាយមនុស្សយ៉ាងសាហាវបំផុតករណីសិក្សាពីឧស្សាហកម្មភាពយន្តប្រទេសចិនគឺជាប្រទេសឈានមុខគេមួយក្នុងការប្រើប្រាស់ AI ក្នុងវិស័យកម្សាន្តថ្មីនេះនៅក្នុងឧស្សាហកម្មផលិតរឿងភាគចិនខ្លីៗដែលកំពុងពេញនិយមនៅលើទូរស័ព្ទដៃគេបានរកឃើញរឿងដ៏គួរឲ្យភ្ញាក់ផ្អើលក្រុមហ៊ុនផលិតភាពយន្តជាច្រើនបានសម្រេចចិត្តបណ្ដេញតារាសម្ដែងកម្រិតកណ្ដាលនិងតារាជំនួសរាប់ពាន់នាក់ជំនួសមកវិញពួកគេប្រើប្រាស់តួអង្គ AI ដែលបង្កើតឡើងដោយកុំព្យូទ័រហេតុអ្វីបានជាគេធ្វើបែបនេះទី1គឺចំណាយតិចតួអង្គ AI មិនទាមទារប្រាក់ខែរាប់ម៉ឺនដុល្លារទេវាធ្វើការដោយចំណាយត្រឹមតែថ្លៃភ្លើងនិងថ្លៃ software បន្តិចបន្តួចទី2គឺល្បឿនលឿនផលិតកម្មមិនចាំបាច់ចំណាយពេលរាប់ម៉ោងដើម្បីរង់ចាំតារាផាត់មុខឬថតកែម្ដងហើយម្ដងទៀតទេ AI អាចថតចប់រាប់សិបឈុតក្នុងមួយប៉ុស្តិ៍ភ្នែកទី3គឺមិនចេះហត់ AI អាចថតបាន24ម៉ោងក្នុងមួយថ្ងៃដោយមិនតវ៉ានិងមិនឈឺលទ្ធផលគឺតារាសម្ដែងជួរទី2និងទី3ទាំងនោះគ្មានការងារធ្វើគ្មានចំណូលហើយអាជីពដែលគេខំសាងសង់មកជាយូរក៏ត្រូវរលាយក្នុងមួយពព្រៃភ្នែកវិស័យផ្សេងទៀតដែល AI កំពុងដកហូតការងារមនុស្សមិនមែនមានតែនៅចិនទេប៉ុន្តែនៅទូទាំងពិភពលោកការងារជាច្រើនប្រភេទទៀតក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ដូចគ្នាអ្នករចនា graphic និងអ្នកគំនូរការមកដល់របស់ AI បានធ្វើឲ្យក្រុមហ៊ុនជាច្រើនលែងជួលអ្នករចនាទៀតហើយគេគ្រាន់តែបញ្ជាឲ្យ AI គូររូបឲ្យក្នុងរយៈពេល10វិនាទីដែលមានគុណភាពស្ទើរតែស្មើនឹងមនុស្សអ្នកសរសេរអត្ថបទនិងអ្នកបកប្រែឧបករណ៍ដូចជា ChatGPT អាចសរសេរអត្ថបទផ្សាយពាណិជ្ជកម្ម plot ឬបកប្រែភាសាបានយ៉ាងរហ័សដែលធ្វើឲ្យអ្នកជំនាញផ្នែកនេះមួយចំនួនធំត្រូវបាត់បង់អតិថិជនបុគ្គលិកផ្នែកសេវាកម្មអតិថិជនការប្រើប្រាស់ chatbot ឆ្លាតវៃបានជំនួសតួនាទីរបស់បុគ្គលិកដែលធ្លាប់តែទទួលទូរស័ព្ទឬឆ្លើយតបសារនៅតាមធនាគារឬក្រុមហ៊ុនទូរស័ព្ទគុណវិបត្តិនិងផលវិបាកនៃការពឹងផ្អែកលើ AI ខ្លាំងពេកការជំនួសមនុស្សដោយ AI មិនមែនជារឿងល្អទាំងស្រុងនោះទេវាបានបង្កើតនូវបញ្ហាធំទី1ការបាត់បង់ការងារទ្រង់ទ្រាយធំនិងវិបត្តិសេដ្ឋកិច្ចគ្រួសារនៅពេលដែលមនុស្សគ្មានការងារធ្វើពួកគេក៏គ្មានចំណូលនៅពេលមនុស្សគ្មានចំណូលពួកគេនឹងគ្មានលុយចាយវាយដែលធ្វើឲ្យសេដ្ឋកិច្ចទាំងមូលអាចនឹងដួលរលំវាបង្កើតជាវដ្តនៃភាពក្រីក្រថ្មីមួយទី2ការបាត់បង់ភាពច្នៃប្រឌិតនិងព្រលឹងនៃសិល្បៈភាពយន្តដែលសម្ដែងដោយ AI អាចនឹងមើលទៅរលូនល្អឥតខ្ចោះប៉ុន្តែវាខ្វះអារម្មណ៍ពិតទឹកមុខការបញ្ចេញសម្លេងនិងកាយវិការរបស់មនុស្សគឺមិនអាចកាត់ថ្លៃបានដោយកុំព្យូទ័រឡើយយូរទៅសិល្បៈនឹងក្លាយជារបស់ដែលគ្មានន័យទី3បញ្ហាសីលធម៌និងការក្លែងបន្លំដោយករណីនៅចិន AI អាចបង្កើតរូបភាពតារាសម្ដែងម្នាក់ទៅនិយាយរឿងមិនល្អដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់តារានោះយ៉ាងខ្លាំងបញ្ហា deepfake នឹងក្លាយជាគ្រោះថ្នាក់សង្គមដ៏ធំសេចក្តីសន្និដ្ឋាន AI គឺជាអាវុធមុខពីរដែលកំពុងកាត់ផ្តាច់ជីវភាពរស់នៅរបស់មនុស្សជាតិយ៉ាងពិតយើងមិនអាចបញ្ឈប់ការវិវត្តនេះបានទេប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺសម្របខ្លួនឲ្យទាន់ចូលរៀនប្រើប្រាស់ AI ជាឧបករណ៍ជំនួយកុំឲ្យវាមកជំនួសការងាររបស់យើងឲ្យបានសូមអរគុណសម្រាប់ការទស្សនា